បាទនៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកពីបច្ចេកទេសនៅក្នុងការរៀបចំទម្រង់ Google Form យើងពីការចុះឈ្មោះសិស្សដើមឆ្នាំសម្រាប់លោកគ្រូអ្នកគ្រូបើគិតថាវាជាវីដេអូមានប្រយោជន៍អាចជួយចែកម្លែកវីដេអូនេះទៅកាន់មិត្តភ័ក្តិលោកគ្រូអ្នកគ្រូដទៃទៀតដើម្បីឲ្យគាត់អាចយកមេរៀននេះទៅរៀនបន្ថែមបានបាទអញ្ចឹងសម្រាប់ការចូលទៅបង្កើត Google Form ពួកអ្នកគ្រូត្រូវចូលទៅក្នុងកុំព្យូទ័រហើយយើងចូលទៅក្នុង browser ជា Chrome ឬក៏ Firefox បាទអញ្ចឹងយើងចូលមកកន្លែងពេលនៅក្នុង Chrome គឺវាមានលក្ខណៈបែបនេះគឺងាយស្រួលតែម្ដងគ្រូអ្នកគ្រូគាត់ចុចទៅលើកន្លែង Google App នេះបាទចុចលើវាមកគឺវានឹងបង្ហាញរបស់យើងនៅ App ជាច្រើនដែលយើងត្រូវអាចប្រើប្រាស់បានចឹងនៅក្នុងនេះគឺយើងនិយាយអំពីតែ Google Form ទេដើម្បីទទួលសិស្សណាអញ្ចឹងខ្ញុំចូលមកកន្លែង Form តែម្ដងបាទនៅក្នុងទម្រង់ម៉ាស៊ីនលោកគ្រូអ្នកគ្រូខ្លះគឺវាលោតកន្លែងដាក់ថាទម្រង់ឬក៏អីផ្សេងជាភាសាខ្មែរក៏មានដែរបាទអញ្ចឹងខ្ញុំចូលកន្លែងនេះមួយបាទចឹងបន្ទាប់ពីយើងចូលវានឹងនាំយើងមកកាន់បែបនេះអញ្ចឹងពេលដែលលោកគ្រូឃើញកន្លែងនេះគឺយើងមាន blank form មាន contact information មាន party invite និងទម្រង់ផ្សេងៗជា template ដែលយើងអាចយកមកប្រើប្រាស់បានប៉ុន្តែលោកគ្រូទាំងអស់គ្នាអាចយកធ្វើការកន្លែងនេះគឺយើងយក blank document តែម្ដងចុចលើវា blank មកបាទអញ្ចឹងពេលយើងយក blank មកវានឹងមានកន្លែងបែបនេះចឹងបន្ទាប់មកយើងចូលអានេះ family នេះយើងអាចយក got it ទៅបាទអញ្ចឹងនៅក្នុងនេះយើងត្រូវស្វែងយល់ខាងលើនេះគេដាក់ថា untitled form ហើយនឹង untitled form អញ្ចឹងលោកគ្រូដាក់ចំណងជើងវាមួយដើម្បីកុំឲ្យពិបាកក្នុងការសម្គាល់ថាវាជាទម្រង់អីអញ្ចឹងយើងទៅសេកន្លែងនេះមកដាក់ថាទម្រង់ចុះឈ្មោះបាទទម្រង់ចុះឈ្មោះសិស្សបាទតមកទៀតយើងដាក់នៅកន្លែងនេះចុចលើវាមកវាលោតទម្រង់ចុះឈ្មោះសិស្សមកស្វែងរកហើយអញ្ចឹងនៅក្នុងនេះគឺលោកគ្រូទាំងអស់គ្នាអាចយកវាទៅធ្វើការបន្ថែមនេះកន្លែង description យើងអាចដាក់ថាសូមបំពេញទម្រង់នេះដោយយកចិត្តទុកដាក់អញ្ចឹងណាសូមបំពេញទម្រង់នេះដោយយកចិត្តទុកដាក់ចឹងទៅបាទហើយយើងចាប់ផ្ដើមមកដល់កន្លែងនេះគេហៅថា untitled question អញ្ចឹងយើងចាប់ផ្ដើមបង្កើតសំណួរមួយហើយគ្រូអាចលើកយកកន្លែងហ្នឹងដាក់ថាបំពេញឈ្មោះអញ្ចឹងយើងដាក់មកបំពេញឈ្មោះអញ្ចឹងយើងអាចនិយាយថាម៉េចឈ្មោះហ្នឹងយើងមាននាមត្រកូលនាមត្រកូលនិងនាមខ្លួនបាទអញ្ចឹងឲ្យគាត់ដឹងថាកន្លែងត្រូវពេញឈ្មោះតកូលនាមខ្លួនអញ្ចឹងកន្លែងនេះ short answer ហើយលោកគ្រូ complete ដាក់កន្លែង require យើងបើកអានេះមួយផងដើម្បីងាយស្រួលនៅក្នុងការបើសិនជាអ្នកបំពេញហ្នឹងគាត់ខ្វះចន្លោះកន្លែងណាគឺគាត់នឹងអាចមកពិនិត្យមើលកន្លែងហ្នឹងបានបាទអញ្ចឹងបន្តមកទៀតយើងចូលមកដល់ទម្រង់ទី2យើងនេះយើងបានតែឈ្មោះតកូលនិងនាមខ្លួនទេអញ្ចឹងចូលទម្រង់ទី2គឺយើងមើលមកខាងក្រោមនេះយកសញ្ញាបូកបាទអញ្ចឹងចុចសញ្ញាបូកនេះមកគឺយើងបានទម្រង់ទី2យើងដាក់ថា page បាទបន្តមកទៀតយើង page ហើយយើងអាចពិនិត្យមើលកន្លែងយើងដាក់ multiple choice តែម្ដងអញ្ចឹងយើងឲ្យគាត់រើសយើងមានប្រុសយើងមានបាទស្រីអញ្ចឹងទៅគាត់រើសយកតែមួយទេបាទបើក multiple ដូចគ្នាបើក require ដូចគ្នាតមកដាក់បំពេញកន្លែងនេះយើងដាក់ថាថ្ងៃខែឆ្នាំកំណើតថ្ងៃខែឆ្នាំកំណើតអញ្ចឹងថ្ងៃខែឆ្នាំកំណើតយើងយកកន្លែង date ទៅដើម្បីគាត់បំពេញដល់ត្រូវហ្មងកុំឲ្យខុសអញ្ចឹងណាព្រោះអាចកុំព្យូទ័រខ្លះផ្សេងគ្នាទម្រង់ទូរស័ព្ទខ្លះក៏វាផ្សេងគ្នាដែរអញ្ចឹងយើងឲ្យគាត់បំពេញបែបនេះមកយើងបើក require មួយទៀតវាថាគាត់បំពេញទៅគឺវាអត់ទៅមុខទៀតទេអញ្ចឹងចូលមកកន្លែងបូកមួយទៀតបាទបំពេញមកឈ្មោះយើងដាក់ថាអាស័យដ្ឋានឬក៏យើងដាក់ថាទីកន្លែងកំណើតទាំងទីកន្លែងកំណើតអញ្ចឹងយើងអាចវងកញ្ចក់បញ្ជាក់របស់គាត់មកតាមអត្រានុកូលដ្ឋានតាមអត្រានុកូលដ្ឋានអញ្ចឹងទៅអញ្ចឹងអត្រានុកូលដ្ឋានក៏ពេញអីពេញហ្នឹងមកអញ្ចឹងយើងអាចដាក់មកខាងក្រោមនេះមកបើសិនជាយើងលោកគ្រូចង់គិតថាភូមិឃុំមួយទៀតអញ្ចឹងត្រូវបែកជា2ជា3អញ្ចឹងណាតែនៅក្នុងនេះខ្ញុំគិតថាបើយកល្អយើងលោកគ្រូគិតថាពេញកន្លែងនេះយើងអាចយកចេះភូមិផ្សេងឃុំផ្សេងឲ្យវាត្រូវគ្នាតែម្ដងទៅអញ្ចឹងខ្ញុំសូមបន្ថែមកន្លែងនេះខ្ញុំយកកន្លែង text ខ្ញុំដាក់ text ខ្ញុំដាក់ថាកន្លែង text នេះជាប់ហ្នឹងនេះអត់នេះបាទទីកន្លែងកំណើតមិញណាបាទអញ្ចឹងខ្ញុំចាប់វាអស់ឡើងលើវិញបាទហើយខ្ញុំដាក់ថាកន្លែងក្រោមនេះខ្ញុំដាក់ថា
home nè chẳng phum như ba require mùi home hỏi home nè home hỏi dương mau cả lại ní dương châu đồ ní tới chia short paragraph mình ra có được quỳnh khung khung luôn ai quỳnh mà require mùi tiệt máu tao mới dùng bao to máu sọc mà sọc hỏi dương bao require mùi tiệt máu sọc hỏi khai mà khai tháo dương bao require mùi tiệt máu nên dương đã short paragraph cái này cho nên không nèคนนึงก็เคยเนาะนี้ภูมิคมสระหายบางอย่างมีนจุ่มร้องแปะปอนจมูกนั่งตีกับลายกับหนาบอกก่อนแต่ว่ายังจังหวะในเตียดจังบ้านน่ะแซ่ทานยังทายมันกับลายนี้ทาย description ทำไมมีที่แบบท้าปอร์เมนอนาชิบาจังงั้นนะที่มันเซ่มาปอร์เมนลบบอกเคยเจ้ากับตัวนี้ปอร์เมนอันนะเชียบาลจังกับลายปอร์เมนนะเชียบาลเลยยืงตุกเจ้าจังม้าเขาเป็นเขายิงตะตุ่มรมไปเทียนม้าปกนี่ชั่วโมงปกชั่วโมงปกปกsẽออกนาไปปกจังกับลายนี้ยังถือก็เป็นชั่วโมงปกจังมีเนียมตะโกเนียมคล้วนมาเนียมตะโกนึ่งเนียมล้วนบัดเอาไว้มาจังไอ้กอดตกเป็นตามนั้นยังบากันนี้ด้วยนี่ปัดนะคืออัดใจเอาทีจังยังช่องมาหนังมือเตี้ยได้ยังกุปีmàจังยังมาสดามอยู่ปีเนี่ยมันกุปีเอาทีvàนี่กุปีmàจังยังด่ากันหลายนี้ยังด่าท้าlấy tu sáp rồi một bò lấy tu sạp chấn cái lại này có pin lấy thầm đà chất nhung to mà tiền đó nhung copy to tiết copy thái mà này lấy tu sạp máu nhưng đạm máu một bò chấn này có pin hai trăm màu tầm mà tiết là lấy tay hàng bột cho với cho một này mà đài đòn chứ nhung cái lại như còn copy trên máu chứ nhung ô hồi này ô anh á mà nên một bò này cái như vô đi nè cho nên đã thầm mà đài đấy mà đái bảo được nè chứ trong copy lấy chú sáp nó một bò được nè copy làng vĩnh má chứ trong ba lấy chú sáp nó ôm một hồ một phọt má như là từ lừa vĩnh thì chạy má lấy chú sáp với một bó nhưng copy một bò mới tiệt chẳng á và chứ nhom ô này là lớn và nhom ô lấy chú sáp là ngườiต่อไปยังถือควายเตี้ยว่าหาใส่ทานปัจจุบันจะยังทานกับหลายทานนี้มีเตี้ยถ้ายังแบบทานอาศัยทานปัจจุบันอาศัยทานปัจจุบันจังเลยอาศัยทานปัจจุบันจังยังถือการพุ่งคุมสลับคายด้วยนี่จังอันนี้một bó hồi lần lứaพอดแต่ลứaจังยังด่าทางขอเมาส์ยังด่าท้าvà home nè home trong máu dương ai có thể chia pha cạp với kia máu ba cái quay ở mùi và hai dùng copy lại năng tiết để xa dương trong chia chớn đã home và hai dùng copy mới tiết máu đã sọc hai dùng copy từ năng mới tiết cũng đã khai đó nói nơi khăn ông ní ba là của cô tha tổng thống ban năng phục phó nói như châu mò cả lại pin đất mờ ở kia như châu mò cả lại dữ nè chẳng là lấy trong bàn một phần đấy tổng thống ní dương miền ấy ở hỏi của cô tham mua tham ấy nơi khăn ông ní bán dương ai bập quanh bập phần năng từ cái chia tổng thống tụi cho mua sơ bán này bập phần năng ba cái là cô được cô tự thay mấy to tiết dương một thay nó khổ mình mà thay mà với đại dương trong ban vậy để chi qua mình dương trong ban bật thay mà nè và trong một to pk lao pk quên mũi chứ muốn đăng kêu quên cứ là cô tự copy lính nhất nhà tạo tệ chôn nhà ta này chỉ ba cô là cục xây tiết này cục xây tiết có chui pin nhào dưới á chứ những châu mà còn lại
public នេះអញ្ចឹងយើងចុចលើវាមកអញ្ចឹងយើងចូលមកនេះគេថា anyone អញ្ចឹងយើងចូលកន្លែង public នេះមួយសិនបាទអញ្ចឹង public ហើយមានន័យថារបស់យើងហ្នឹងគឺត្រូវបានដាក់ឲ្យប្រើប្រាស់ហើយបើលោកគ្រូអត់ public ទេអត់បានប្រើប្រាស់ទេអញ្ចឹងខ្ញុំតបយើង public ហើយយើងត្រូវចុចលើវាដើម្បីយើង copy link នេះ copy responder link ណាអញ្ចឹងយើងចូលកន្លែង manage នេះមួយសិនដើម្បីមើលវានេះចូលមកយើងយកកន្លែង copy respond link អញ្ចឹងមានថាវាអត់នៅ restrict ទេគឺវាស្ថិតនៅកន្លែង anyone with the link មានថាណាក៏ដោយគឺអាចចូល respond បានទាំងអស់ហើយយើងជា editor នៅខាងលើនេះយើងដាក់កំណត់វាណាជា editor ទេគឺយើងម្នាក់ឯងជាអ្នក editor អញ្ចឹងខ្ញុំយក copy link អញ្ចឹង copy link នេះវាមានច្រើនប្រភេទទៀតប៉ុន្តែយើងថាយើង copy ប៉ុណ្ណឹងមកយើងអាចប្រើបានហើយអញ្ចឹងក្នុងករណីលោកគ្រូគិតថា copy link យកល្អជាងនឹងទៀតចុចលើវាមានឲ្យយើងនេះ short URL ចេញ short វាខ្លីជាងនឹងតិចទៀតទៅនេះ short URL មកនៅសល់តែវាយនេះហេចេញយើង copy មកចឹងយើង copy link មានច្រើនចន្ធានណាហើយយើង share វាទៅវិញទៅបន្តមកទៀតយើងយកវាមកយកមកផាសនៅក្នុងទម្រង់Telegram ឬក៏ទម្រង់ Messenger ឲ្យលោកគ្រូផ្សេងទៀតជួយបំពេញថែមគឺយើងរួចហើយដល់ពេលយើងបំពេញចប់អស់គ្រូពេញចប់អស់វាលោតចម្លើយនៅកន្លែង response នេះអញ្ចឹងពេលមានអ្នកឆ្លើយមួយលោតទៅនឹងមួយអ្នកឆ្លើយពីរលោតទៅនឹងពីរយើងមើលទៅឈ្មោះនឹងជាន់គ្នាយើងលុបចោលខ្លះបានហើយសម្រាប់យើងទទួលបានទិន្នន័យគឺយើងចូលកន្លែង link to sheet នេះទៅអញ្ចឹងនេះក៏អត់ទាន់មានណាពេញទេមានគេពេញគឺយើងចូលមកកន្លែងហ្នឹងយើងនឹងអាចចូល link to sheet នេះដើម្បីប្រមូលទិន្នន័យនឹងបានហើយថ្នាក់ទី1ដល់ទី6ទី7ដល់ទី12យើងអាចចូលបែបនេះបានងាយស្រួលសម្រាប់យើងទាំងអស់គ្នាធ្វើអញ្ចឹងណាបាទអញ្ចឹងសម្រាប់ការបន្ថែមពីហ្នឹងពេលដែលយើងចង់ឲ្យគេ submit យើងចូលកន្លែង setting នេះហើយយើងចូលកន្លែង response យើងចូលមក presentation ជួយមើលកន្លែង response នេះមួយបាទ response នេះមាន allow response editing មានថាអ្នកបំពេញហ្នឹងគាត់អាចចូលទៅបំពេញបន្ថែមកែចម្លើយរបស់គាត់បានvàយើងគិតថាមិនបាច់ទេមិនបាច់បើគាត់កែទេយើងប៉ុណ្ណឹងទៅហើយតមកទៀត presentation គឺក្នុងករណីយើងបំពេញ confirm message យើងអាចថែមដាក់ថាព័ត៌មានរបស់អ្នកបានបញ្ជូនដោយជោគជ័យអញ្ចឹងណាយើងអាចទៅសេថែមអញ្ចឹងមកណាព័ត៌មានត្រូវបានបញ្ជូននេះត្រូវបានបញ្ជូនជោគជ័យបាទប៉ុណ្ណឹងមកយើង save វាទៅគឺកន្លែងហ្នឹងពេលដែលគេបំពេញរួចចប់គេ submit ទៅគឺកន្លែងដាក់ថាបំពេញបានជោគជ័យហើយយើងបើកប៉ុណ្ណឹងមកហើយនៅក្នុងនេះដូចជាយើងអាចទៅឲ្យគាត់មើល summary របស់គាត់បានពេលដែលគាត់បញ្ជូនចប់គាត់អាចឃើញនៅលទ្ធផលរបស់គាត់ក៏ពេញនឹងត្រូវខុសឬក៏យ៉ាងម៉េចយើងអាចឲ្យគាត់មើលកន្លែងហ្នឹងបើកន្លែងណាខុសគាត់អាចពេញថែមថ្មីមកយើងយកលុបអាចាស់ចោលយកថ្មីអញ្ចឹងទៅបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងសង្ឃឹមថាវាជាវីដេអូមួយដែលចែកម្លែកពីបទពិសោធន៍នៅក្នុងការប្រើប្រាស់ Google Form មួយចំណែកទូចចែកជូនដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាឲ្យងាយស្រួលក្នុងការប្រមូលទិន្នន័យរបាយការណ៍សាស្ត្របាទអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ